គ្រប់ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចេញវីដេអូនិយាយពីការថែទាំកូនទុរេនឲ្យលូតលាស់ល្អបាទដើម្បីឲ្យកូនទុរេនលូតលាស់ល្អយើងត្រូវមានបច្ចេកទេសក្នុងការមើលថែដាក់ជីស្រោចទឹកនិងការពារសត្វល្អិតឲ្យបានដិតដល់សម្រាប់កូនទុរេនវ័យដែលលូតលាស់គឺយើងត្រូវការពារសត្វល្អិតឲ្យបានល្អហើយនឹងការមើលថែដាក់ជីស្រោចទឹកបាទសម្រាប់ការដាក់ជីគឺក្នុងរយៈពេល1អាទិត្យឬក៏10ថ្ងៃយើងដាក់ម្ដងបាទហើយថ្នាំសត្វល្អិតយើងអាចមើលជាក់ស្ដែងបើមានសត្វល្អិតចុះយើងត្រូវបាញ់ការពារយើងប្រើថ្នាំសត្វល្អិតដើម្បីការពារត្រួយចេញមួយវគ្គវាគឺយើងត្រូវបាញ់ការពារទុរេននេះអាយុវាបាន1ឆ្នាំ8ខែជិត2ឆ្នាំខ្ញុំដាំខែ8ឥឡូវវាជិត2ឆ្នាំឃើញថាលូតលាស់របស់វាល្អវាលូតលាស់និយាយទៅមកត្រួយចេញមកត្រួយមកគឺយើងថែវាបានទៅគឺត្រួយនោះធំលឿនហើយសម្រាប់ការដាក់ទឹកយើងដាក់មួយថ្ងៃរំលង2ថ្ងៃអញ្ចឹងទៅយើងដាក់វាធ្វើម៉េចឲ្យវាមានការលូតលាស់ខែភ្លៀងយើងមិនសូវដាក់ទេវាមានទឹកភ្លៀងសម្រាប់ខែភ្លៀងយើងដាក់ជីកំប៉ុស្តឬក៏យើងដាក់អាចគោទៅដើម្បីឲ្យវាមានជីធម្មជាតិក្នុងការលូតលាស់វាល្អនៅលើដងដើមឬសម្រាប់ជីគីមីយើងដាក់ក្នុងមួយត្រួយម្ដងទៅយើងដាក់អាចថា10ថ្ងៃម្ដងអញ្ចឹងទៅដើម្បីឲ្យការលូតលាស់វាលឿនហើយសម្រាប់ថ្នាំសត្វល្អិតគឺมันអាចកំណត់ថ្ងៃបានទេគឺយើងមើលជាក់ស្ដែងមកមានចុះស៊ីយើងបាញ់ការពារដើម្បីឲ្យត្រួយវាលូតលាស់បានល្អបើយើងអត់ការពារវាស៊ីខូចត្រួយអស់អញ្ចឹងវាអត់អាចលូតលាស់ធ្វើឲ្យទុរេនក្រិនអញ្ចឹងការមើលថែកូនទុរេនគឺមិនប៉ុណ្ណឹងទេវារយៈពេលវា4ឆ្នាំវាអាចផ្លែហើយតែយើងមើលថែត្រួយវាបានគឺមែកវាគឺធំថ្លោសល្អស្អាតយើងតែងមែកតែងអីវាទៅឲ្យវាស្រឡះឆាប់ធំទៅឲ្យវាមែកវាឆាប់ចាស់ទៅវាបានផ្លែលឿនបាទអរគុណច្រើនបងប្អូនជាចុងក្រោយសូមជួយចុច Subscribe និងរូបកណ្ដឹងផងដើម្បីខ្ញុំចេញវីដេអូទៅក្រោយថ្មីទៀតបងប្អូននឹងបានទទួលមុនគេ